បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូប្រាប់ពីកម្មវិធីសរសេរអក្សរលើរូបភាពបានស្អាតបងប្អូនណាមិនទាន់ចេះសរសេរអក្សរលើរូបភាពអាចមើលវីដេអូខ្ញុំបាននេះគឺជាកម្មវិធីដែលសរសេរអក្សរលើរូបភាពបានស្អាតកម្មវិធីហ្នឹងដោនចេញពី Play Store បងប្អូនតោះទៅមើលខ្ញុំទាំងអស់គ្នាខ្ញុំបង្រៀនមួយទេនេះមុនដំបូងចូលមកចេញបែបនេះហើយយើងទៅរករូបភាពដែលយើងចង់សរសេរអក្សរយើងចុចខាងក្រោមនេះមកខាងក្រោមកតាម្លោះកតានេះចេញកន្លែងសញ្ញារូបភាពនេះចុចតាមខ្ញុំមួយមើលមួយយើងចុចលើរូបភាពយើងមួយមកយើងជ្រើសរូបភាពយើងមួយមកខ្ញុំរើសរូបភាពនេះបាទរូបភាពខ្ញុំនេះប៉ុណ្ណឹងមកហើយយើងចុចគ្រីសទាញវាមកយើងទាញដាក់ប្លុកកតាមកបាទប៉ុណ្ណឹងមកយើងចុចខាងលើនេះមកចាក់សោកុំឲ្យវារកលទៅណាចឹងប៉ុណ្ណឹងយើងចូលកន្លែងសរអក្សរកន្លែងអក្សរ A នេះបងប្អូនអក្សរនេះចុចញ៉ាំលេខបូកចុចដៃខ្មៅខាងលើនេះចុចដៃខ្មៅមួយទៀតហើយយើងសរសេរដាក់ត្រៃចិត្តបងប្អូនទេរូបភាពបងប្អូនចង់សរសេរមិនសរសេរខ្ញុំសរសេរបែបខ្ញុំអញ្ចឹងខ្ញុំសរសេរឧទាហរណ៍ឲ្យបងប្អូនមើលទេយើងសរសេរមកខ្ញុំស្រឡាញ់ប្រទេសយ៉ាប្រទេសកម្ពុជាបាទប៉ុណ្ណឹងហើយយើងចុចអូខេមកអូខេនៅខាងស្ដាំដៃនេះបាទនេះបានប៉ុណ្ណឹងហើយយើងទៅរក font ដាក់ពណ៌អក្សរឲ្យស្អាតអស់មករកមើលខាងស្ដាំដៃនេះចុចកន្លែងអក្សរ A B នេះហ្នឹងកន្លែងហ្នឹង font បងប្អូន font យើងដាក់ font ហើយខ្ញុំដាក់ពណ៌វាហើយយើងចុចប្លុកកតានេះមកនេះ font ឡើងមកកណោបងចង់ដាក់បែបណាក៏បានដែរ font អីក៏មានដែរនេះយើងដាក់ font នេះទៅដាក់ font នេះមកអូខេមកយើងវិរិចវាទាញវិរិចវាមកដាក់ប៉ុណ្ណឹងហើយយើងទាញទៅរកដាក់ពណ៌ឲ្យបានស្អាតចឹងយើងចុចកន្លែងនេះមកពណ៌ស៊ុំខាងបងចុចបើកវាមកបើកបាទនេះយើងចង់ឲ្យពណ៌ខ្មៅស៊ុំខាងនឹងធំយើងចុចបូកតាមដៃនេះបូកយើងចង់ដាក់ពណ៌ក្រហមដាក់ពណ៌ខៀវក៏បានពណ៌ខៀវពណ៌ខ្មៅពណ៌ក្រហមបាទបងប្អូនអាចចង់ឆ្ងល់ពីអីអាច comment សួរបានខ្ញុំប្រាប់ណែនាំពីកម្មវិធីនឹងទៀតហើយនេះគឺកន្លែងគេsell ទុកនៅលើនេះ sell រូបភាពទុកកន្លែងដោនចុចខាងលើនេះមកចុចចឹងមកចាខាងក្រោមបាទហើយចុចខាងឆ្វេងដៃបាទដោនជាការស្រេចអញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងបងប្អូនជួយ follow ឬក៏ like page ខ្ញុំម្នាក់មួយផងចាំខ្ញុំធ្វើវីដេអូបង្ហាញពីកម្មវិធីផ្សេងទៀតបាទសូមអរគុណ